កំបាំងនៅក្រៅរលកយៈនៃភាពល្បីល្បាញរបស់វិស័យសិល្បៈភាពយន្តនិងតន្ត្រីកូរ៉េតើកូរ៉េខាងត្បូងពង្រឹងវិស័យនេះដោយរបៀបណាបច្ចុប្បន្ននេះមិនថាតែវិស័យចម្រៀង K-pop ឬរឿងភាគ K-drama នោះទេវប្បធម៌កូរ៉េខាងត្បូងបានបោកបក់រញ្ជួយពិភពលោកទាំងមូលប៉ុន្តែតើអ្នកមានដឹងទេថាកាលពី30ឆ្នាំមុនសិល្បៈកូរ៉េខាងត្បូងមិនមានឈ្មោះបោះសម្លេងទាល់តែសោះតើមានអាចកំបាំងអ្វីខ្លះនៅពីក្រោយរបត់ដ៏អស្ចារ្យនេះចំណុចចាប់ផ្ដើមនៃមហិច្ឆតានេះបានកើតឡើងនៅក្នុងឆ្នាំ1994នៅពេលនោះគណៈកម្មាធិការប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រធានាធិបតីកូរ៉េបានធ្វើរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបង្ហាញថាផលចំណេញដែលបានមកពីការចាក់បញ្ចាំងភាពយន្ត Hollywood រឿង Jurassic Park តែមួយគត់មានតម្លៃស្មើនឹងការលក់រថយន្តម៉ាកចាស់របស់ក្រុមហ៊ុន Hyundai ដល់ទៅ 1.5 លានគ្រឿងឯណោះរបាយការណ៍នេះបានធ្វើឲ្យរដ្ឋាភិបាលកូរ៉េដឹងខ្លួនថាវប្បធម៌និងសិល្បៈមិនមែនគ្រាន់តែជាការកំសាន្តឡើយប៉ុន្តែវាជាម៉ាស៊ីនផលិតលុយដ៏មានឥទ្ធិពលបំផុតសម្រាប់សេដ្ឋកិច្ចជាតិយុទ្ធសាស្ត្រដ៏អស្ចារ្យនេះត្រូវបានដឹកនាំនិងបន្តវេនដោយប្រធានាធិបតីសំខាន់ៗពីររូបរបស់កូរ៉េដំបូងឡើយគឺលោកប្រធានាធិបតីគីមយ៉ុងសាមដែលបានចាប់ផ្ដើមបង្កើតការិយាល័យឧស្សាហកម្មវប្បធម៌នៅឆ្នាំ1994ដើម្បីគូសប្លង់មេបន្ទាប់មកលោកប្រធានាធិបតីគីមដេជុងដែលត្រូវបានគេប្រសិទ្ធនាមថាបេតាបង្កើត K-Wave បានបោះជំហានយ៉ាងខ្លាំងក្លាក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ1997ដោយលោកបានប្រកាសផ្ដោតលើវិស័យវប្បធម៌ជាយុទ្ធសាស្ត្រស្នូលលោកបានលុបបំបាត់ច្បាប់ត្រួតពិនិត្យភាពយន្តដ៏តឹងរ៉ឹងបើកសេរីភាពពេញលេញឲ្យផលិតករនិងបានបង្កើតស្ថាប័នគាំទ្រធំៗដូចជា Koika និង Gofix រដ្ឋាភិបាលកូរ៉េបានប្រើប្រាស់ប្រព័ន្ធវិនិយោគរួមគ្នាឬ Venture Capital ដោយបង្កើតមូលនិធិ Fund of Fund រដ្ឋនឹងទម្លាក់លុយត្រឹមតែ 20 ទៅ 30% ប៉ុណ្ណោះហើយបង្ខំឲ្យក្រុមហ៊ុនឯកជនធំៗដូចជា CJ ឬ Lotte ចាញ់លុយបន្ថែមបើខាតគឺខាតទាំងអស់គ្នាបើចំណេញគឺចែកគ្នាទៅតាមចំណែកវិធីនេះបានធ្វើឲ្យផលិតករនិងក្រុមហ៊ុននានាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យភាពយន្តមានគុណភាពខ្ពស់បំផុតព្រោះគេក៏ត្រូវប្រឈមនឹងហានិភ័យខាតបង់ដូចគ្នាផែនការមេនេះបានចំណាយពេលប្រហែលពី5ទៅ10ឆ្នាំទើបចាប់ផ្ដើមហុចផលផ្លែផ្ការហូតអាចបំបែកទឹកកកវាយលុកទីផ្សារបរទេសបាននៅក្នុងវិស័យតន្ត្រីរបត់ថ្មីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ1992ដោយក្រុម Soul Taiji and Boys ដែលបានយកតន្ត្រី Rap និង Hip Hop អាមេរិកមកលាយនឹងភាសាកូរ៉េបង្កើតជាគ្រឹះដំបូងនៃ K-pop ក្រោយមកនៅឆ្នាំ1998ក្រុម XOT បានវាយលុកទីផ្សារចិនយ៉ាងខ្លាំងរហូតធ្វើឲ្យអ្នកកាសែតចិនបង្កើតពាក្យថា Hallyu ដែលមានន័យថារលកកូរ៉េនេះឯងបន្ទាប់មកយុគសម័យមាសនៃរឿងភាគកូរ៉េបានមកដល់តាមរយៈរឿង Autumn in My Heart ក្នុងឆ្នាំ2000រឿង Winter Sonata ក្នុងឆ្នាំ2002ដែលបង្កើតបាតុភូតគាំទ្រផ្អើលប្រទេសជប៉ុននិងរឿងភាគប្រវត្តិសាស្ត្រ Dae Jangkeum ក្នុងឆ្នាំ2003ដែលបាននាំយកវប្បធម៌ប្រទេសកូរ៉េជាពិសេសម្ហូបអាហារទៅកាន់ប្រទេសជាង90ជុំវិញពិភពលោកស្នាដៃនឹងការលះបង់ពីអតីតកាលទាំងនេះហើយដែលជាអ្នកកាប់ឆ្ការនិងបើកផ្លូវយ៉ាងរឹងមាំធ្វើឲ្យសិល្បៈវប្បធម៌កូរ៉េជំនាន់ក្រោយដូចជា BTS, Blackpink ឬភាពយន្តល្បីៗសពថ្ងៃអាចឈានទៅគ្រប់គ្រងបេះដូងមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបានយ៉ាងងាយស្រួលទាំងអស់នេះមិនមែនជារឿងចៃដន្យឡើយប៉ុន្តែវាជាលទ្ធផលនៃការរៀបចំផែនការយ៉ាងច្បាស់លាស់សេរីភាពនៃការបង្កើតថ្មីនិងការសហការគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋនិងឯកជនចាស់ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ក្នុងនាមយើងជាខ្មែរអ្វីដែលយើងអាចធ្វើបានគឺយើងចូលរួមគាំទ្រទាំងអស់គ្នាចាស់ភាពយន្តក៏ដូចជាផលិតផលផ្សេងៗដែរគឺសុទ្ធតែជាផលិតផលនៅក្នុងស្រុកយើងចាដែលផលិតនិងបង្កើតឡើងដោយកូនខ្មែរអញ្ចឹងហើយនាងខ្ញុំសង្ឃឹមយ៉ាងមុតមមថាយើងទាំងអស់គ្នានឹងចូលរួមគាំទ្រចាហើយបើសិនជាមានកំហុសឆ្គងឬក៏ចំណុចណាមួយនោះដែលមិនទាន់ត្រូវចិត្តឬក៏មិនទាន់ពេញចិត្តពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ជាពិសេសអ្នកដែលនិយមតាមដានទស្សនាភាពយន្តសូមចិត្តសូមបេះដូងកុំទាន់អាចយកភាពយន្តខ្មែរយើងទៅប្រៀបធៀបជាមួយនឹងភាពយន្ត Hollywood ឬក៏ភាពយន្តបណ្ដាប្រទេសដែលគេមានការអភិវឌ្ឍហើយប៉ុន្តែសូមឲ្យយើងចូលរួមនៅក្នុងការគេហៅថាស្ថាបនានៅក្នុងការរិះគន់ប៉ុន្តែរិះគន់បែបស្ថាបនាមិនមែនជាការរិះគន់បែបជាន់ពន្លិចដើម្បីឲ្យផលិតកររបស់យើងនឹងលោកបានដឹងថាអូចំណុចបែបណាឬចំណុចត្រង់ណាដែលនៅមិនទាន់ត្រូវចិត្តដែលផលិតទៅនៅមិនទាន់អាចយកចិត្តនិងបេះដូងប្រជាជនខ្មែរជាទីស្រឡាញ់របស់យើងបានអញ្ចឹងមានតែយើងទាំងអស់គ្នារួមគ្នាគាំទ្រផលិតផលខ្មែរផលិតផលក្នុងស្រុកទេទើបធ្វើឲ្យគ្រប់វិស័យរបស់យើងអាចរីកចម្រើនទៅមុខបានមិនថាជាវិស័យអ្វីនោះទេបើសិនជាគ្មានការគាំទ្រគ្មានការចូលរួមនៅក្នុងការប្រើប្រាស់ចូលរួមទស្សនាហើយក៏ចូលរួមរិះគន់ដើម្បីការស្ថាបនានោះគឺយើងមិនអាចអភិវឌ្ឍទៅមុខបានល្អនោះទេខ្មែរស្រឡាញ់ខ្មែរខ្មែរគាំទ្រខ្មែរខ្មែរទស្សនាភាពយន្តខ្មែរពីនាងខ្ញុំលីកាសូមអរគុណ